រៀបសួរបងប្អូនដែលតាមដានកម្មវិធី Women Tech Media របស់យើងថ្ងៃនេះនាងខ្ញុំសុជាតានឹងនាំបងប្អូនជួបជាមួយនឹងប្រធានគណៈមេធាវីអាយដាមសួនវិសាអញ្ចឹងយើងទាំងអស់គ្នាជួបជាមួយអាយដាមសួនវិសាតើលោកនឹងមានព័ត៌មានឬក៏មានបទពិសោធន៍យ៉ាងណាខ្លះដើម្បីចែករំលែកបងប្អូនតាមដានកម្មវិធីយើងទាំងអស់គ្នាចាជម្រាបសួរអាយដាមចាសុខសប្បាយអាយដាមបានសុខសប្បាយចានៅក្នុងថ្ងៃនេះដែរនាងខ្ញុំមកពីកម្មវិធី Women Tech Media សូមជម្រាបសួរអាយដាមពាក់ព័ន្ធនឹងការងាររបស់គណៈមេធាវីមួយចំនួនតើអាយដាមជាបឋមសូមអាយដាមណែនាំខ្លួនប្រហែលជាបងប្អូនយើងខ្លះបានស្គាល់មួយចំនួនក៏មិនទាន់បានស្គាល់ចាបាទខ្ញុំបាទឈ្មោះស៊ុនវិសាលខ្ញុំជាប្រធានគណៈមេធាវីហើយខ្ញុំស្លាប់មានរៀនសូត្រនោះគឺថានៅឆ្នាំ95ខ្ញុំរៀននៅសហរដ្ឋអាមេរិកហើយនៅឆ្នាំ2001 2002ខ្ញុំនៅរៀននៅហុងកុងហើយខ្ញុំបានមកកាន់ជាប្រធានគណៈមេធាវីនេះគឺក្នុងអស់រយៈពេល3ឆ្នាំហើយបាទនេះជាអាណត្តិចុងក្រោយរបស់ខ្ញុំបាទចាចាតកតងនឹងប្រវត្តិការងាររៀនសូត្រតិចដែរអាយដាមពីក្មេងមកអាយដាមរៀននៅខាងណាដែរហើយឪពុកម្ដាយជាអ្នកមន្ត្រីរាជការដែរឬក៏យ៉ាងម៉េចដែរបានជាអាយដាមទទួលការរៀនសូត្រហើយអាចក្លាយទៅជាប្រធានគណៈមេធាវីបានចាខ្ញុំបាទរស់នៅស្រុកឈូខេត្តកំពតហើយខ្ញុំជាកូនកសិករម្នាក់ទេហើយក្នុងរបបប៉ុលពតនោះបានការអប់រំរបស់ខ្ញុំគឺរំខាននៅក្នុងរបបប៉ុលពតអញ្ចឹងនៅក្នុងក្រោយពីរបបប៉ុលពតមកឆ្នាំ79គឺខ្ញុំធំហើយបានតែកន្លោះហើយប៉ុន្តែដោយសារតែពុកម្ដាយខ្ញុំបណ្ដុំដំបូងមាននៅខ្ញុំរៀនសូត្រខ្ញុំក៏មានឆន្ទៈក្នុងការរៀនសូត្រអញ្ចឹងទៅខ្ញុំចាប់ផ្ដើមរៀនរហូតមកហើយខ្ញុំបានទទួលសញ្ញាបត្របណ្ឌុំនៅឆ្នាំ85ចាហើយក្រោយពីជាប់បាក់ឌុបទៅគឺខ្ញុំទៅធ្វើការជាកលាមជីនៅតុលាការកំពង់សោមបាទហើយរហូតដល់ឆ្នាំ91បានខ្ញុំបដូរមុខងារហ្នឹងមកធ្វើជាមន្ត្រីអង្គការសហជាតិផ្នែកសិទ្ធិមនុស្សជំនាន់អ៊ុនតាហើយក្រោយមកទៀតគឺខ្ញុំបានមកក្រោយអ៊ុនតាបានអង្គការសហជាតិចប់ទៅគឺដោយសារប្រទេសកម្ពុជាយើងមិនមានមេធាវីហើយខ្ញុំគិតថាតម្រូវការមេធាវីជាចាំបាច់សម្រាប់សង្គមរបស់យើងក្នុងលទ្ធិប្រជាធិបតេយ្យនេះអញ្ចឹងបានខ្ញុំចូលរួមជាមួយសហការីរបស់ខ្ញុំបង្កើតក្រុមអ្នកការពារក្តីសម្រាប់ជួយប្រជាពលរដ្ឋទាំងប្រទេសកម្ពុជារបស់យើងដែលមានចំនួន25រូបដំបូងផុនគឺឆ្នាំ94បាទអញ្ចឹងដោយសារអាយដាមមើលឃើញថាប្រទេសយើងត្រូវការអ្នកច្បាប់ច្រើនអញ្ចឹងនៅក្នុងនោះដែរបើតកតងទៅនឹងអ្នកមេធាវីជាស្ត្រីឬក៏ជាបុរសហ្នឹងមានច្រើនស្មើគ្នាទេអាយដាមតាំងពីដំបូងមកគឺថាយើងគណៈមេធាវីតែងតែយកចិត្តទុកដាក់លើកទឹកចិត្តឲ្យស្ត្រីចូលរួមក្នុងអាជីពជាមេធាវីហើយពីដំបូងមកនិយាយថាយើងវគ្គទី1មេគណៈមេធាវីរបស់យើងបាន29រូបយើងមានមេធាវីតែស្រីតែ4រូបទេចាមកដល់ពេលនេះថ្នាក់ដឹកនាំគណៈមេធាវីជាបន្តតែងតែយកចិត្តទុកដាក់ទៅលើស្ត្រីហើយម្ដងថ្ងៃនេះបច្ចុប្បន្ននេះគឺថាយើងមានមេធាវីស្ត្រីជិត1/3នៃចំនួនមេធាវីទាំងអស់នៅទូទាំងប្រទេសមេធាវីរបស់យើងមកដល់សប្តាហ៍នេះយើងមាន1494ហើយក្នុងនោះមានស្ត្រី452បាទចាដែលជាចំនួនមួយច្រើនហើយជាពិសេសក្នុងអាណត្តិខ្ញុំនេះគឺថាយើងរើសមេធាវីតែជារៀងរាល់ឆ្នាំហើយយើងតែងតែគិតគូរអំពីស្ត្រីចូលរួមក្នុងអាជីពជាមេធាវីអញ្ចឹងលទ្ធភាពនៃមេធាវីស្ត្រីគឺថាជិតពាក់កណ្ដាលនៃបរិសុទ្ធដែលពីមុនមកបានន័យថាមានតែទៀតនេះឆ្នាំយើងរើសតែ50នាក់យើងបានមេធាវីស្ត្រីតែ7 8រូបប៉ុន្តែឥឡូវនេះយើងក្នុងចំណោមមេធាវី53 54ក្នុងមួយឆ្នាំដែលយើងរើសចូលនោះគឺអាចមានរហូតដល់ជិតពាក់កណ្ដាលតែជាចំនួនមួយកើតចាអញ្ចឹងការកើនឡើងនៃមេធាវីដែលជាស្ត្រីកត្តាអីខ្លះដែលធ្វើឲ្យមានការកើនឡើងមេធាវីជាស្ត្រីអាយដាមឬមួយដោយសារយើងមានជនរងគ្រោះជាស្ត្រីច្រើនឬក៏អតិថិជនជាស្ត្រីច្រើននៅក្នុងសង្គមយើងបច្ចុប្បន្នចាយើងមិនផ្ដោតទៅលើថាតើនរណារងគ្រោះច្រើនប៉ុន្តែយើងជាអ្នកដឹកនាំដឹងថាស្ត្រីរបស់យើងមានបានជាជនរងគ្រោះមួយក្នុងសង្គមរបស់យើងដឹងជាទូទៅហើយនៅពេលដែលខ្ញុំធ្វើការតាំងពី94គឺយើងតែងតែយកចិត្តទុកដាក់ទៅលើការងារស្ត្រីដែលមានគម្រោងមួយថា Women Center គឺដែលយើងព្យាយាមជួយដល់ស្ត្រីឲ្យមានសមត្ថភាពស្មើនឹងបុរសនេះជាចំណុចដែលយើងចង់ឲ្យដល់ពេលខ្ញុំធ្វើគណៈប្រធានគណៈវិគឺទស្សនៈដែលខ្ញុំមានពីមុនមកយើងតែងតែផ្សារជាប់ទៅនឹងហើយយើងម្ដងនេះគឺថាយើងព្យាយាម
ដល់ឱកាសឲ្យស្ត្រីជាច្រើនចូលរួមជាប្រទេសស្ត្រីក្រីក្រដែលនៅទីស្ដេចជាយ៉ាងទីខេត្តរតនគិរីមណ្ឌលគិរីស្ទឹងត្រែងឬខេត្តណាដែលដាច់ជាយ៉ាងខ្ញុំជាប្រធានគឺថាតែងតែផ្ដល់ឱកាសឲ្យស្ត្រីបើសិនស្ត្រីមកពីតំបន់ខេត្តទាំងអស់នោះហើយក្រីក្រហើយមានសមត្ថភាពហាក់ហេតុនេះយើងផ្ដល់ឱកាសគាត់ជាប់ជាប្រធានជាមេធាវីបាទចាអញ្ចឹងអាយដាមមួយទៀតដែរព្រោះយើងឃើញថានៅក្នុងសម័យនេះគឺយើងរស់នៅក្នុងវិស័យ digital អញ្ចឹងតាមអាយដាមផ្ទាល់ជាប្រធានតើការប្រើប្រាស់ឬក៏និន្នាការបច្ចេកវិទ្យាឬក៏ digital ហ្នឹងឃើញមានកើនឡើងច្រើនដែរចំពោះអាយដាមយល់ឃើញយ៉ាងម៉េចដែរចាខ្ញុំគិតថាក្នុងវិស័យនេះគឺមានសារៈសំខាន់ណាស់គណៈមេធាវីតែងតែយកចិត្តទុកដាក់ទៅលើកិច្ចការអស់ហ្នឹងហើយពេលខ្ញុំជាប្រធានគណៈមេធាវីក៏យើងបានធ្វើការកែតម្រង់យ៉ាងច្រើនក្នុងប្រព័ន្ធគ្រប់គ្រងគណៈមេធាវីរបស់យើងនេះគឺយើងបានបង្កើត database គ្រប់បណ្ដាយុគឋានទាំងអស់គេថាក្រីយុគឋានក្រីក្រយើងបានបង្កើត database សម្រាប់ភាពតាមដានទៅលើកិច្ចការការពារក្រីក្រប្រព័ន្ធមេធាវីយើងប្រវត្តិការងារយើងប្រព័ន្ធរដ្ឋបាលរក្សាទុកឯកសារទាំងករណីជាដើមគឺយើងបង្កើត database ទាំងអស់សម្រាប់តាមដានការងារហ្នឹងហើយយើងបានភ្ជាប់ទៅនឹងអ៊ីនធឺណិតដែលមេធាវីយើងអាច check មើលបានកិច្ចការមួយចំនួនដែលមិនមានជាការសម្ងាត់គណៈមេធាវីក៏មាន website របស់ខ្លួនហើយយើងតែងតែបញ្ចូលឯកសារសំខាន់ៗទៅក្នុង website របស់យើងជាពិសេសគឺតាក់ទងទៅនឹងបានន័យថាបណ្ណាល័យច្បាប់នៅអនឡាញដែលសាធារណជនក៏ដូចជាមេធាវីនឹងអាចចូលមើលបានបាទចាចុះបើសិនជាយើងមើលកលេចមើលតាក់ទងនឹងរឿងសេដ្ឋកិច្ច digital វិញអាយដាមតើអាយដាមយល់ឃើញថាសេដ្ឋកិច្ច digital សប្តាហ៍ថ្ងៃនេះហើយជាមួយនឹងច្បាប់តើវាដើរអន្ទឹមគ្នាឬមួយក៏មានគម្លាតអីខ្លះហើយចាខ្ញុំជឿថាច្បាប់របស់យើងគឺមាននៅយឺតបន្តិចដែលយើងច្បាប់របស់យើងមានការខ្វះខាតមួយចំនួនដែលដោយសារប្រទេសរបស់យើងឡើងជឿនលឿនច្រើនសង្គមជឿនលឿនប្រព័ន្ធមេឌៀហ្នឹងគឺ social media នឹងខ្លាំងហើយប្រជាប្រដ្ឋយើងមិនទាន់យល់ពីការប្រើប្រាស់ប្រព័ន្ធមេឌៀនឹងបានគ្រប់គ្រាន់ទេមេធាវីយើងក៏មិនទាន់បានស្រាវជ្រាវប្រឌិតដល់ដែរហ្នឹងជាផ្នែកមួយសំខាន់ខ្ញុំគិតថាមេធាវីទាំងអស់ត្រូវតែយកចិត្តដាក់ហើយគណៈមេធាវីក៏យកចិត្តដាក់ដែរយើងជួនកាលយើងបង្កើតសិក្ខាសាលាយើងបង្រៀនយើងផ្ដល់ខុសខ្លីៗមួយចំនួនឲ្យមេធាវីយើងយល់អំពីសារៈសំខាន់នៃការប្រើប្រាស់ប្រព័ន្ធ technology ទំនើបចា៎ហើយពួកអីនៅក្នុងពេលថ្មីនេះខ្ញុំបានជួបប្រជុំជាមួយនឹងប្រទេសជឿនលឿនមួយចំនួនដូចជាប្រទេសកាណាដាប្រទេសសហរដ្ឋអាមេរិកដែលគណៈមេធាវីរបស់គេនឹងមកតំណាក់មកយើងមួយជប៉ុនមួយអីជាដើមតែយើងតែងតែពិភាក្សាគ្នាថាធ្វើយ៉ាងម៉េចដើម្បីឲ្យប្រព័ន្ធវិទ្យាសាស្ត្រនឹងទំនើបងាយស្រួលដល់មេធាវីស្រាវជ្រាវឯកសារសម្រាប់ការពារគោលក្តីរបស់ខ្លួនហើយនៅប្រទេសរបស់យើងមិនទាន់មានច្បាប់នឹងគ្រប់គ្រាន់សម្រាប់ឲ្យនិស្សិតរបស់យើងឬក៏មេធាវីយើងស្រាវជ្រាវក្នុង case មួយសំខាន់ប្រទេសរបស់យើងគឺចាប់ដើមទំនើបហើយមានទីផ្សារសេរីដែលប្រទេសមួយចំនួនបានវិនិយោគទុននៅក្នុងប្រទេសរបស់យើងហើយវិវាទមួយចំនួនក៏អាចកើតឡើងក្នុងកម្រិតអន្តរជាតិនិងអន្តរជាតិអញ្ចឹងប្រសិនបើមេធាវីយើងអត់ចេះស្រាវជ្រាវមានបណ្ដាការយល់ដឹងពីវិជ័យជាតិនៅមានកម្រិតសមត្ថភាពនៃការពារគោលក្តីនឹងគឺមានកម្រិតដល់ឡាយដូចគ្នាអញ្ចឹងហើយបានខ្ញុំពិភាក្សាជាមួយនឹងប្រទេសជឿនលឿនមួយចំនួនដើម្បីឲ្យគេជួយយើងក្នុងផ្នែកនេះហើយខ្ញុំគិតថាឆ្នាំក្រោយនេះឬក៏ឆ្នាំនេះចុងឆ្នាំនេះយើងនឹងទទួលបានគេថាការស្រាវជ្រាវច្បាប់ដោយ free of charge បានដល់មេធាវីយើងនៅសហរដ្ឋអាមេរិកនេះបានយល់ព្រមជាមួយខ្ញុំថានឹងផ្ដល់លទ្ធភាពឲ្យយើងនឹងអាចចូលគេថា access ទៅការស្រាវជ្រាវកម្រិតអន្តរជាតិគេថា Lexi នេះដែលជាប្រព័ន្ធគេថា machine សម្រាប់ស្រាវជ្រាវឯកសារអន្តរជាតិនឹងបានគឺក្តីធំមួយចំនួនគឺអាចត្រូវស្រាវជ្រាវឯកសារមួយចំនួនដើម្បីឲ្យដឹងថាតើប្រទេសមួយមានបញ្ហាខ្លះហើយជាគេរបស់គេទម្លាប់របៀបហ្នឹងទៅដល់របៀបណាអញ្ចឹងវាទាមទារឲ្យមេធាវីទាំងប្រុសស្ត្រីហ្នឹងគឺបង្កើនសមត្ថភាពក្នុងការយល់ដឹងច្បាប់ទាំងអស់នោះហើយខ្ញុំជឿថាក្នុងអាមេរិកកាំងដែលផ្ដល់ឲ្យយើងនិងកាណាដាឬក៏ជប៉ុនផ្ដល់ឲ្យយើងគឺមេធាវីរបស់យើងអាច access ដោយគេថាមិនបាច់បង់លុយក្រុមហ៊ុនហ្នឹងគឺថ្លៃប្រសិនបើក្នុង private sector វាត្រូវតែបង់លុយបានអាច access បានចូលយកព័ត៌មាននឹងបានប៉ុន្តែបើសារយើងមានតំណែងល្អជាមួយនឹងប្រទេសទាំងអស់នោះ
kia đừng oi dương đòi mình dục lại bà chẳng môi tiệt đai ai đom pro dương khơi thà lỡ các vừa chịu cam bo chia bộ rọt bao giờ nó cứ miền cả làng tràn rồi việc nẹt nơi nông sọc từ vừa chịu cam nó từ cào sọc vừa trading vừa e-commerce mà chuyển nguồn chẳng bà xin chị ai đom mơ khơi nên cả bài nâng thà taปัญหาไว้คลาดได้ปุกวัดนังอาจไปชมนเปได้ประฟอร์มใจเชื่อกันแต่เชื่อเลือนจ้าnữปัญหาไปชมกันนะยืงนเปlàยืงมันดังมันใช้ปราบปอนปนมีนั่นคือยืงอันดังท่าปนมีน่าได้ไอมีสาระสำคัญปนมีน่ามันมีสาระสำคัญจังวิไอก็ไล่คลาดก็ตาม fake information ปนมีจังเอาจีโฆษณาสมัยยืงปราบจังมีเดี๋ยววิเธอใช้วิธีฉบับล้อโยนดังอันปีสาระสำคัญนี่ปนนั่นให้ใช้ปราบวิฉบับล้อมันไอจะติงปนมีบางบางล้อจีมูลทางสมัยกับปีกระดิ่งพลุนบ่จังที่คือยืงไอคอhay chúng khơi tha được nông bọn chạy chiều dưới cả bọn chạy chiều được tầm lớp nó khôi còn tầm lớp này khôi đấy chẳng những khơi tha mình được dương ngọt chết và đây là bọn vì ai pra tập tam người ta một pi percent là dương pra nó cũng đợt ló rồi còn chẳng hơi về tiêm tiền miền chụp mui chụp lo mẹp của gron dương phải bọn nó người ta dương mình toàn miền chụp group gron mẹp còn lọt ở pi cái ta cybercrime rồi gọi bảo là mới để tiện tôi mà chạy phía trong đồ lại thì chân dương chỉ cần nông nghiệp đã miền biển dương tay để kết cứu hay person bari ra thả ba chúng chưa thả lớn nữa đây thả ba ban cả working group trong cả nghi sầm nhập sẵn sàng vềបញ្ហាហ្នឹងនឹងបង្កើតច្បាប់ហ្នឹងជាពិសេសក្រសួងមហាផ្ទៃគឺហើយយើងក៏មានមេធាវីយើងនៅទីនោះហើយយើងនឹងព្យាយាមផ្ដល់យោបល់ឬក៏អនុសាសន៍មួយចំនួនដើម្បីធ្វើឲ្យច្បាប់ហ្នឹងមានលក្ខណៈល្អប្រសើរនិងប្រើប្រាស់បានប្រយោជន៍សម្រាប់ប្រជាពលរដ្ឋយើងចាចុះមួយទៀតដែរអាដាមព្រោះថ្មីនេះខាងក្រសួងពាណិជ្ជកម្មគាត់ទំតែប្រកាសពីរឿងច្បាប់ e-commerce ហើយយើងឃើញថាការធ្វើអាជីវកម្មជាពិសេសពីស្ត្រីផ្ទាល់តែម្ដងដែលគាត់លក់ផលិតផលគាត់តាមអនឡាញហើយមានខាងពន្ធដារអីហ្នឹងគឺកំពុងតែចេញគោលការណ៍មួយចំនួនទៀតតទៅរឿងការយកពន្ធតាមអ្នកលក់ផលិតផលអនឡាញដែរអញ្ចឹងនៅក្នុងហ្នឹងបើសិនជាក្នុងនាមជាអ្នកច្បាប់មួយរូបតើឯកឧត្តមយល់ឃើញថាការធ្វើអាជីវកម្មអនឡាញឬក៏ការការពារផ្នែកផ្លូវច្បាប់ហ្នឹងតើវាដើរទន្ទឹមគ្នាឬក៏វានៅមានកង្វះខាតអីនៅឡើយចាខ្ញុំជឿថានៅបច្ចុប្បន្ននេះទោះបីយើងមានច្បាប់ហើយក៏ដោយហើយប្រជាពលរដ្ឋយើងអត់ទាន់យល់ពីនឹងច្បាស់ចាអញ្ចឹងវាធ្វើឲ្យមានការខ្វះខាតធ្វើឲ្យមានបញ្ហាប្រឈមមួយចំនួនដែលប្រជាពលរដ្ឋយើងអាចគ្រោះថ្នាក់នៅពេលនេះគាត់មិនបានដឹងអញ្ចឹងជាកាតព្វកិច្ចរបស់រដ្ឋឬក៏គណៈមេធាវីនោះគឺក្នុងនាមការងារសង្គមយើងព្យាយាមផ្សព្វផ្សាយធ្វើឲ្យប្រជាពលរដ្ឋដឹងពីការរបៀបប្រើប្រាស់អំពីផលបាកនៃការកើតឡើងទៅទៀតដែរដូចខ្ញុំថាជួនកាលយើងការផ្សាយពាណិជ្ជកម្មជួនកាលហួសហេតុពេកធ្វើឲ្យមានខ្លាយជាការប្រព្រឹត្តបទល្មើសព្រំទាត់ហើយខាច់ខូចប្រពៃណីរបស់យើងមានបញ្ហាច្រើនដែលយើងប្រើប្រាស់សិទ្ធិរបស់យើងនឹងហួសព្រំដែនព្រោះប្រជាពលរដ្ឋគ្រប់រូបមានសិទ្ធិក្នុងការបញ្ចេញមតិក្នុងការធ្វើអាជីវកម្មលក់ដូរប៉ុន្តែវាត្រូវក្នុងកម្រិតមួយថាយើងត្រូវធ្វើកម្រិតណាហើយយើងការផ្សព្វផ្សាយច្បាប់របស់យើងខ្ញុំជឿថាដូចជានៅមានកម្រិតដល់ឡើយអញ្ចឹងហើយវាទាមទារឲ្យមេធាវីគណៈមេធាវីនឹងធ្វើបានផ្សព្វផ្សាយឲ្យបានច្រើនដែរដល់ប្រជាពលរដ្ឋសម្រាប់ឲ្យគេយល់អំពីច្បាប់ថ្មីៗហ្នឹងហើយក្រសួងពាណិជ្ជកម្មក៏បានសហការជាមួយយើងខ្លះដែរនៅពេលដែលយើងច្បាប់នឹងបានន័យថាដំណើរការច្បាប់ហ្នឹងយើងបានចូលរួមក្នុងក្រុមការងារសម្រាប់ផ្ដល់យកអនុសាសន៍មួយចំនួនហើយបើសិនបើក្រសួងនឹងត្រូវការគណៈមេធាវីជួយក្នុងការផ្សព្វផ្សាយក៏យើងជួយដែរចា៎គណៈមេធាវីមានលទ្ធភាពក្នុងការផ្សព្វផ្សាយព័ត៌មានទាំងអស់ហ្នឹងគណៈមេធាវីមានកម្មវិធីច្បាប់របស់ខ្លួននៅក្នុងទូទស្សន៍បាយ័នជារៀងរាល់សប្តាហ៍យើងផ្សព្វផ្សាយអំពីបញ្ហាច្បាប់មួយចំនួនហើយនឹងcase មួយករណីមួយចំនួនដែលជាចាំបាច់ក្នុងការប្រកបវិជ្ជាជីវៈប្រចាំថ្ងៃរបស់យើងជាបរិបទយើងហើយនឹងបណ្ដាប្រជាពលរដ្ឋនៅពេលដែលប្រជាពលរដ្ឋជួបបញ្ហាប្រឈមមួយដែលគេដោះស្រាយបានគាត់អាចអ៊ីមែលមកយើងទៅមកគណៈមេធាវីហើយយើងឆ្លើយដោយត្រង់ទៅគាត់ឬក៏រឿងខ្លះដែលគិតថារឿងនេះជារឿងមួយ
ប៉ះពាល់ឬក៏ជាប្រយោជន៍រួមទាំងមូលនៃប្រទេសនៃវិជាបរដ្ឋទាំងមូលគឺយើងផ្សាយតាមកម្មវិធីផ្សព្វផ្សាយច្បាប់របស់យើងចាអញ្ចឹងកម្មវិធីផ្សព្វផ្សាយច្បាប់ហ្នឹងនៅតាមទូរទស្សន៍ហ្នឹងម៉ោងប្រហែលដែរអាយដាមដើម្បីយើងឲ្យផ្សព្វផ្សាយទៅដល់អ្នកតាមដានកម្មវិធី Women Tech Media យើងគាត់បានដឹងគាត់អាចចូលទៅតាមដានកម្មវិធីច្បាប់របស់គណៈមេធាវីជាម៉ោងយើងពីមុនដូចយើងធ្វើថ្ងៃពុធសុក្រចាដូចជាម៉ោង8យប់ហើយនឹងដូចជា10ព្រឹកបាទខ្ញុំមិនចាំច្បាស់ប៉ុន្តែផាកផែនហ្នឹងបាទចាគេលោកមានកម្មវិធីផ្លាប់អូប៉ុនពីមុនមកឲ្យខ្ញុំមានយុគឋានមួយគណៈមេធាវីគឺយុគឋានផ្សព្វផ្សាយរបស់ពុំផ្សព្វផ្សាយហើយយើងក៏មានប្រតិបត្តិផងដែរអញ្ចឹងខ្ញុំមិនចាំពេលវេលាគឺជួនកាលអាចដូរពេលវេលាខ្លះតាមបានតាមសិទ្ធិរក្សាសិទ្ធិរបស់ទូទួជួនកាលគេវល់ម៉ោងហ្នឹងគេវល់គេដូរទៅនោះទៅខ្ញុំក៏បានខានតាមមួយចំនួនបាទបានផាកផែនហ្នឹងបាទចាពីព្រោះឥឡូវយើងឃើញថាតាមបណ្ដាញសង្គមបើក្រៅពីកម្មវិធីទូទួតាមបណ្ដាញសង្គមផ្សេងទៀតអាយដាមគាត់ថានឹងអាចប្រើប្រាស់បណ្ដាញសង្គមផ្សេងទៀតក្នុងការផ្សព្វផ្សាយជូនប្រជាពលរដ្ឋយើងពីទាំងរឿងច្បាប់ថ្មីទេចាខ្ញុំកំពុងតែគិតគូរអំពីរឿងហ្នឹងហើយប្រហែលជាយើងធ្វើអនឡាញដោះស្រាយបញ្ហាផ្សព្វផ្សាយតាមអនឡាញតាម page របស់យើងចាហើយយើងនឹងឡើងផ្ទាល់ហើយអាចដោយសារតាមពិតគម្រោងទៅចាប់ដើមធ្វើខែហ្នឹងប៉ុន្តែដោយសារតែជំងឺ Covid ក៏អីហ្នឹងទៅយើងក៏ខកខានទៅតាមពិតយើងចាប់ដើមផ្សព្វផ្សាយទូទៅព្រោះយើងមានកម្មវិធីមួយសំខាន់ទៀតគឺគណៈមេធាវីបានព្រមព្រៀងជាមួយនឹងប្រទេសថៃម៉ាឡេស៊ីកូរ៉េដែលបញ្ជូនឲ្យមេធាវីរបស់យើងនៅទីនោះប៉ុន្តែយើងគ្រោងនឹងចុះ MOU ហើយនឹងបញ្ជូនមេធាវីរបស់យើងនៅក្នុងខែអស់នេះប៉ុន្តែឥឡូវដោយកម្មវិធីនឹងវាខកខានទៅដោយសារតែរឿងកម្មវិធីបញ្ហា virus corona ហ្នឹងក៏យើងបាក់ខានដោយសារយើងព្រមគ្នាថានៅពេលយើងមានមេធាវីនៅទីនោះសម្រាប់ជួយប្រជាពលរដ្ឋរបស់យើងទៅផ្សព្វផ្សាយឲ្យប្រជាពលរដ្ឋយើងថាតើទៅរកមេធាវីយើងនៅកន្លែងណាគាត់មានបញ្ហាខ្លះនៅពេលគាត់ទៅប្រទេសក្រៅគាត់ប្រឈមខ្លះទៅរកកន្លែងណាហើយយើងបានសិក្សាជួបឯករដ្ឋទូតនៅប្រទេសម៉ាឡេស៊ីខ្មែរយើងនោះហើយគាត់បានអាយដាមក៏គាត់បានលើកបញ្ហាប្រឈមមួយចំនួនទាក់ទងទៅនឹងស្ត្រីបរិសុទ្ធស្ត្រីជាពិសេសស្ត្រីនៅក្នុងប្រទេសម៉ាឡេស៊ីដែលជាបញ្ហាមួយចម្បងដែលយើងទៅគិតគូរជួនកាលអាចជាប់គុកនៅក្នុងនឹងរហូតដល់មានផ្ទៃទោសទីនោះហើយកើតកូននៅក្នុងគុកហើយក៏អត់មានណាយកចេញមកដោយសារគេគិតថាខ្វះលុយអត់ឲ្យបញ្ជូនមកបានហើយអញ្ចឹងគ្នាជាប់គុកតែបលល្មើសវាតូចតែទៀតអត់ប៉ាសពតឬក៏ហួសវីសាតែប្រហែលខែអីត្រូវមកវិញអញ្ចឹងដោយសារតែយើងអត់មានអ្នកច្បាប់ជួយអញ្ចឹងទៅធ្វើឲ្យប្រទេសម៉ាឡេស៊ីនេះយកផលប្រយោជន៍ពីស្ត្រីរបស់យើងគឺគាត់ថាអត់មានអ្នកជួយអញ្ចឹងស្ត្រីទាំងអស់នោះនៅបង្ហើគេនៅក្នុងគុកតែម្ដងអញ្ចឹងគេអត់បាច់ចាំជួលអស់លុយគឺថាយើងយកយើងជាធនធានមួយសម្រាប់ប្រើប្រាស់ក្នុងការងាររបស់គេចឹងបានថាអាចបើយើងគិតពីរឿងជួយដូរមនុស្សជួយដូរស្ត្រីគឺអាចចូលជានិយមន័យហ្នឹងព្រោះយើងគេថា take advantage ទៅលើស្ត្រី exploit ទៅលើស្ត្រីដែលរងគ្រោះហើយរងគ្រោះទៀតថែមទៀតហើយឯករដ្ឋទូតគាត់មានឆន្ទៈខ្ពស់មកសហការជាមួយគណៈមេធាវីតែធ្វើយ៉ាងម៉េចដើម្បីនិយាយជាមួយនឹងប្រទេសម៉ាឡេស៊ីឲ្យបានច្បាស់លាស់ពីបញ្ហាហ្នឹងហើយនឹងរំដោះជួយស្ត្រីនឹងឲ្យបានវិលមកវិញនេះជាចំណុចសំខាន់ដែលយើងប្រឹងប្រែងធ្វើហើយឥឡូវដោយសារបញ្ហាសង្គមអញ្ចឹងយើងក៏ផ្អាកសិនអញ្ចឹងទៅខ្ញុំគិតថាទៅមុខទៅក្រោយពីស្ងប់ស្ងាត់យើងនឹងចាប់ផ្ដើមធ្វើការងារវិញហើយអញ្ចឹងទៅគឺយើងចាប់ផ្ដើមផ្សព្វផ្សាយតាមប្រព័ន្ធមេឌៀអំពីសេវាកម្មរបស់គណៈមេធាវីនៅតាមបណ្ដាប្រទេសមួយចំនួនដែលមានប្រជាពលរដ្ឋយើងនៅទីនោះច្រើនបាទចាត្រឡប់មកវិញតិចដែរអាយដាមពីព្រោះយើងឃើញថាតកតងនឹងការជាពលរដ្ឋយើងដែលនៅប្រទេសម៉ាឡេឬក៏នៅប្រទេសថៃឬនៅប្រទេសផ្សេងហ្នឹងគាត់មានផលលំបាកច្រើនក្នុងការស្វែងរកការការពារផ្លូវច្បាប់ប៉ុន្តែបើយើងក៏លេចមកមើលនៅក្នុងប្រទេសយើងវិញជាពិសេសខ្ញុំចង់សាកសួរអាយដាមតកតងនឹងការធ្វើពាណិជ្ជកម្មឬក៏ការធ្វើអាជីវកម្មរបស់ស្ត្រីឬក៏របស់គេហៅថា SME ភាគច្រើនយើងឃើញថាគោលការណ៍របស់រដ្ឋាភិបាលក៏ដូចជាដៃគូអភិវឌ្ឍន៍ហ្នឹងគឺគាត់ជំរុញច្រើនមែនទែនទៅលើ Women SME អញ្ចឹងបើសិនជាចាសហគ្រាសធុនតូចធុនមធ្យមរបស់ស្ត្រីយើងនឹងភាគច្រើនជាស្ត្រីនឹងតើអាយដាមឃើញថាពួកគាត់ត្រូវការពារផ្នែកច្បាប់នឹងច្រើនទេអាយដាមតកតងនឹងរឿងការធ្វើអាជីវកម្មរបស់ពួកគាត់ជារួមខ្ញុំចង់បញ្ជាក់ជាថាសេវាកម្មច្បាប់គឺមានសារៈសំខាន់ទាំងបរិសុទ្ធទាំងស្ត្រីចា
ឲ្យតែគាត់ចាប់ដើមធ្វើពាណិជ្ជកម្មគាត់ត្រូវគិតអំពីផ្លូវច្បាប់បានមាននិរន្តរភាពហើយបង្ការហានិភ័យកើតឡើងខ្ញុំឲ្យឧទាហរណ៍ក្រុមហ៊ុនថៃមកប្រទេសខ្មែរយើងនេះគឺក្រុមហ៊ុនអាយ៉ារ៉ាហ្នឹងដែលជាក្រុមហ៊ុនថៃមួយធំមកប្រទេសកម្ពុជាគឺដែលគេជោគជ័យបានគឺគិតគូរបញ្ហាច្បាប់ជាសំខាន់ណាស់អញ្ចឹងគេពេលគេមកស្រុកខ្មែរយើងគឺតែងតែសហការជាមួយនឹងគណៈមេធាវីឲ្យគណៈវិតែងយោបល់ផ្ដល់យោបល់ផ្នែកច្បាប់ដើម្បីឲ្យសមាជិកនៃអ្នកដែលធ្វើការជាមួយគាត់ហ្នឹងគឺយល់អំពីច្បាប់ព្រោះថាការយល់ដឹងអំពីច្បាប់គឺជាផ្នែកមួយសំខាន់ក្នុងការការពារហានិភ័យកើតឡើងនៅពេលអនាគតក៏ដូចជាខ្ញុំបាច់ប្រៀបធៀបទៅនឹងវិធីព្យាបាលជំងឺអញ្ចឹងនៅពេលដែលយើងឈឺយើងព្យាបាលគឺអស់ច្រើនហើយខាតពេលវេលាហើយវាអាចពេលខ្លះក៏អាចជាពេលខ្លះក៏អាចគ្រោះថ្នាក់ប៉ុន្តែបើយើងវិធីបង្ការគឺយើងអាចទប់ស្កាត់ហានិភ័យបានហើយការចំណាយក៏តិចអានេះជាចំណុចសំខាន់ណាស់ព្រោះនៅប្រទេសជឿនលឿនគឺគេមានមេធាវីប្រចាំគ្រួសារសម្រាប់គេដើម្បីបានថាឲ្យយោបល់ជាមុនដើម្បីកាត់បន្ថយនៃចំនួនកើតឡើងនេះជាគោលការណ៍ច្បាប់ក្នុងប្រទេសជឿនលឿនក៏ដូចជាប្រទេសរបស់យើងគឺថាយើងត្រូវការឲ្យប្រជាពលរដ្ឋទាំងអស់យល់ដឹងអំពីតម្លៃនៃច្បាប់ហើយខ្ញុំឃើញថាថ្មីនេះពាណិជ្ជករជាពិសេសគឺខាងសភាពាណិជ្ជកម្មបានចុះ MOU ជាមួយគណៈមេធាវីសហការគ្នាដើម្បីប្រើប្រាស់សេវាមេធាវីនិងផ្ដល់ទៅយ៉ាងម៉េចដើម្បីឲ្យវិស័យពាណិជ្ជកម្មនៅក្នុងប្រទេសរបស់យើងបានរីកចម្រើនហើយជឿនលឿនហើយយើងទៅដូចទៅខែមុននេះយើងបានចុះ MOU ជាមួយនឹងសភាពាណិជ្ជកម្មដើម្បីឲ្យមេធាវីនឹងអាចមានលទ្ធភាពក្នុងការផ្ដល់យោបល់ទៅលើអ្នករកស៊ីនៅក្នុងស្រុកខ្មែររបស់យើងព្រោះពាណិជ្ជកម្មគេមានសភាទូទាំង24ខេត្តក្រុងដែលដោះស្រាយវិវាទផ្ទាល់ទៅលើបញ្ហានៃការធ្វើវិជ្ជាកម្មទាំងខ្នាតតូចខ្នាតធំព្រោះគេយល់ដឹងអំពីបញ្ហាហ្នឹងអញ្ចឹងអ្នកជំនួយទាំងអស់ដែលគាត់មានបញ្ហាគេអាចសួរមកសភាពាណិជ្ជកម្មឬក៏អ្នកវិនិច្ឆ័យទុនមកពីក្រៅគេអាចមកចូលសួរភាថាតើគេរកស៊ីផ្នែកនេះគេមានបញ្ហាអីគេទៅរកលេខណាអញ្ចឹងគណៈមេវីផ្ដល់អនុសាសន៍ធ្វើយ៉ាងម៉េចដើម្បីឲ្យអ្នកជំនួយរបស់យើងធ្វើការទៅមានសុវត្ថិភាពទី2ក៏យើងអាចយន្តសារទៅអ្នកវិនិយោគទុនបរទេសថាយើងមានច្បាប់មានត្រឹមត្រូវអញ្ចឹងមកគេចង់ធ្វើជាមួយគេទៅសួរនាំគេសិក្សាច្បាស់លាស់ហើយយើងមានបានថាមានមេធាវីរបស់យើងប្រចាំការនៅតាមសភានីមួយៗដែលជាអ្នកជំនាញដែលឲ្យផ្ដល់យោបល់ផ្នែកច្បាប់នឹងបានចា៎ចឹងមានន័យថាគណៈមេធាវីបានចូលរួមច្រើននៅក្នុងការងារធ្វើអាជីវកម្មជាពិសេសជំរុញឲ្យមាននិន្នាការដែលយើងឃើញថាប្រទេសយើងកំពុងតែរុញទៅទាំងអស់គ្នាហ្នឹងរឿងសេដ្ឋកិច្ច digital ហ្នឹងគឺគណៈមេធាវីបានចូលរួមច្រើនចូលរួមបាទយើងចង់ឲ្យចូលរួមហើយឲ្យគាត់យល់ដឹងឲ្យគាត់ចេះប្រើប្រាស់ហើយយើងនឹងព្យាយាមធ្វើកិច្ចការហ្នឹងបានន័យថាក្នុងកម្រិតសកស្ាយតាមកម្មវិធីរបស់យើងហើយនឹងតាមរយៈមេធាវីរបស់យើងដែលអាចបញ្យល់ដល់កូនក្តីរបស់គាត់គាត់មានបញ្ហាដើម្បីគាត់យល់ដឹងជាទូទៅសម្រាប់កិច្ចការជំនួយរបស់គាត់ចាព្រោះដូចខ្ញុំបានធ្វើការច្រើនជាមួយនឹងសហគ្រិនដែលនៅតាមខេត្តឬក៏នៅទីក្រុងភ្នំពេញភាគច្រើនគឺគាត់គិតថាគាត់អត់ចង់ចោះបញ្ជីពាណិជ្ជកម្មទេព្រោះត្រូវការលុយកាក់ចាយលុយកាក់ច្រើនគាត់មិនយល់ពីផ្លូវច្បាប់អីអញ្ចឹងហើយគាត់ថាពេលគាត់ត្រូវការស្វែងយល់ពីច្បាប់ទម្លាប់អីអញ្ចឹងថាគាត់ទៅរកសេវាកម្មកន្លែងណាអញ្ចឹងបើតាមរយៈអ្វីដែលឯកឧត្តមមានប្រសាសន៍មិញពួកគាត់អាចទៅតាក់ទងនៅសភាពាណិជ្ជកម្មឬក៏អាចតាក់ទងមកគណៈមេធាវីផ្ទាល់ចា៎ជំរឿនមាន2ដោយសារតែយើងបញ្ជូនមេធាវីទៅតាមបណ្ដាខេត្តយើងឥឡូវពីមុនមកដូចខ្ញុំជម្រាបជូនថាពីមុនមកមេធាវីរបស់យើងធ្វើការតែនៅក្នុងខេត្តក្រុងដែលមានសេដ្ឋកិច្ចជឿនលឿនចា៎ប៉ុន្តែខេត្តដាច់ស្រយាលគឺមិនមានមេធាវីទៅទេដោយសារកង្វះមេធាវីហើយយើងទៅយល់ថានៅក្នុងខេត្តតូចក៏ដោយក៏វាអាចមានអ្នករស់ស៊ីចា៎មានសេដ្ឋកិច្ចដើមមួយចំនួននៅទីនោះដែរចា៎អញ្ចឹងបើសិនគាត់ត្រូវការច្បាប់គាត់ឡៃហត់ទីក្រុងភ្នំពេញតើគាត់មានពេលណានៅខាត់ថវិកាអញ្ចឹងឥឡូវដើម្បីជួយឲ្យសង្គមផ្នែកហ្នឹងគឺថាខ្ញុំនៅពេលអាណត្តិខ្ញុំនេះគឺថាយើងមាននយោបាយមួយសំខាន់ជួយដល់ប្រជាពលរដ្ឋដែលត្រូវការសេវាមេធាវីគឺថាយើងបញ្ជូនមេធាវីទៅដល់កន្លែងបានគ្រប់ខេត្តណាក៏ដោយក៏ត្រូវមានមេធាវីដែរអញ្ចឹងជានយោបាយក៏លើមកដល់មកថ្ងៃនេះគឺយើងមានប្រតិភូគណៈមេធាវីនោះទូទាំង24ខេត្តក្រុងចា៎ដែលប្រចាំការទីនោះហើយនៅក្នុងនោះយ៉ាងហោចណាស់ក៏មានមេធាវី5រូបដែរដែលអាចធ្វើការនៅទីនោះបានដែលជួយប្រជាពលរដ្ឋបានទន្ទឹមនឹងដូចខ្ញុំជម្រាបជូននោះនៅ5នាក់ខ្ញុំគិតថាអត់គ្រប់គ្រាន់យើងក៏ធ្វើនយោបាយបន្តទៀតគឺថាយើងលើកទឹកចិត្តឲ្យមេធាវីដែលរស់នៅតំបន់នោះតែម្ដងដូចខ្ញុំជម្រាបជូនខេត្តដាច់ស្រយាលដែលមិនមានប្រជាពលរដ្ឋ
mình miền chia bờ mình miền miền vì đầu tiên nút chẳng hay dương trâu chơi rơi mình nút đại đầu tiên nút vừa cả về miền vì đầu tiên nút thèm đòn nút về để còn hiệnច្បាប់ trong tayแต่ประกาศสิสัตว์นี่หนังจีจราดองได้ท่าประสันบ้าไปเชียบรอดหรือก็ซ่อนในสัตว์เยอะเลยเราแค่ได้สัญญาได้มันเมียนเมดวีนั่งเราเตียรอดหนักดีมันโดนก็ดีตึงไตรเจ๊นะtừไปlên có côngนะแต่แค่หนังอ๋อได้สัญญาแล้วมันเมียนยืนยันฉบับโซ่หมอยกอดมาขุบแหลกขันให้ยืนไอ้ดาบพี่ไปโชว์ชีวิตสมาชิกคณะวิคณะวินึงประจานนะเอาจะอัดพิบสมัยเอาគាត់ចូលជាមេធាវីគាត់ធ្វើការប្រើប្រជាប្រដ្ឋនៅទីនោះព្រោះអីឥឡូវនេះនៅក្នុងខ្ញុំជាប្រធានគណៈវិខ្ញុំមាននយោបាយខ្ញុំលើកទឹកចិត្តឲ្យមេធាវីទៅដល់បានហើយប៉ុន្តែនៅពេលដែលខ្ញុំចប់អាណត្តិជួនកាលគាត់អាចមកវិញអញ្ចឹងដើម្បីបន្តនិរន្តរភាពនឹងឲ្យបានជោគជ័យគឺយើងជាយាមធ្វើបន្តទៀតគឺជាយាមជ្រើសរើសមេធាវីដែលនៅក្នុងខេត្តនោះតែម្ដងចាដើម្បីគាត់អាចមានលទ្ធភាពក្នុងការធ្វើការនៅទីនោះគាត់មិនអាចរត់ចូលស្រុកគាត់បាននៅទីនោះហើយបាទគាត់មានក្រុមគ្រួសារក៏មានបងប្អូនអញ្ចឹងកាលណានៅទីណាក៏ដើរបានដែរព្រោះនៅកន្លែងសេដ្ឋកិច្ចក្រុងធំឬក្រុងតូចក៏ដោយកាលណាយើងចេះពង្រីកការងារហ្នឹងគឺគេប្រើប្រាស់សេវាយើងដូចគ្នាទេនឹងការងារនឹងដើរតាមនៅពេលដែលយើងអាចបង្កើតវាឲ្យមានចរន្តការងារចាអញ្ចឹងមេធាវីដែលចាត់តាំងពីគណៈមេធាវីទាំង5រូបហ្នឹងយើងធ្វើឲ្យប្រជាពលរដ្ឋគាត់អាចរោមមេធាវីទាំង5រូបហ្នឹងបានចានៅក្នុងនោះគឺយើងបានសហការជាមួយនឹងតុលាការអញ្ចឹងគណៈមេធាវីនៅក្រីក្រដល់ហើយនិយាយការពិតទៅយើងមិនទាន់ទូធាយទេសមាជិកទាំងអស់បងប្រាក់ភាគទានតែមួយខែ$10មកយើងទេយើងត្រួតត្រងតាមរយៈចំណូលពីសមាជិកតែម្ដងហើយអញ្ចឹងការចំណូលនោះនៅតិចបំផុតចឹងទៅមិនអាចតន់ត្រួតត្រងនឹងខ្លួនឯងនឹងបានក្នុងនេះទៅពឹងផ្អែកទៅលើរាជរដ្ឋាភិបាលមួយចំនួនពឹងផ្អែកទៅលើដៃគូការងារមួយចំនួនចឹងតុលាការបានផ្ដល់ឱកាសឲ្យយើងនឹងគឺយើងជួយសេវានៃច្បាប់ដល់គាត់ជួយឲ្យការិយាល័យយើងមួយសម្រាប់យើងធ្វើការនៅទីនោះចឹងវិជាបរដ្ឋគ្រប់រូបដែលមានបញ្ហាផ្លូវច្បាប់ទោះបីក្រឬក៏មានក៏ដោយគេថាអាចទៅរកទីនោះព្រោះយើងមានការយើងការពារជនក្រមានប៉ុន្តែទន្ទឹមនឹងក៏យើងមានពេលតនេមានយើងអាចការពារអតិថិជនដែលមានថវិកាដែរចាប៉ុន្តែកាលណាអ្នកមានថវិកាយើងឆាយលុយទៅព្រោះក្រីក្រយើងការពារដោយមិនយកកម្រៃទៅចាអរគុណច្រើនមែនទេហើយសង្ឃឹមថាជាពិសេសអ្នកតាមដានកម្មវិធី Women Tech Media យើងនឹងបានផ្សព្វផ្សាយព័ត៌មាននេះទៅដល់ប្រជាពលរដ្ឋយើងនៅទីឆ្ងាយដើម្បីឲ្យគាត់ស្វែងរកសេវាការពារផ្លូវច្បាប់ពីគណៈមេធាវីនៅតាមបណ្ដាតុលាការផ្សេងៗនៅខេត្តហើយជាចុងបញ្ចប់នេះអាយដាមតើអាយដាមមានអនុសាសន៍អីគេខ្លះទៅដល់សាធារណជនតកតងវិស័យការពារផ្លូវច្បាប់ក៏ដូចជាវិស័យបច្ចេកវិទ្យាពីព្រោះយើងឃើញថាបច្ចេកវិទ្យាកាន់តែរីកចម្រើនអញ្ចឹងការពារផ្លូវច្បាប់ឬក៏តម្រូវការផ្នែកច្បាប់ហ្នឹងក៏ត្រូវការច្រើនដែរអញ្ចឹងអាយដាមមានអនុសាសន៍អីខ្លះទៅដល់សាធារណជនយើងចា៎បាទទី1គឺខ្ញុំចង់ផ្ដល់ព័ត៌មានថាមេធាវីទាំងអស់ត្រូវតែយកចិត្តទុកដាក់ក្នុងការសិក្សាច្បាប់នឹងឲ្យបានច្រើនដើម្បីឲ្យមានគុណភាពខ្ពស់ក្នុងការចូលរួមបម្រើវិស័យយុត្តិធម៌នេះហើយទន្ទឹមនឹងផងដែរបច្ចេកវិទ្យានេះគឺជាកត្តាសំខាន់ក្នុងការធ្វើឲ្យអាជីពរបស់យើងនឹងកាន់តែមានប្រយោជន៍ទន្ទឹមនឹងសាធារណជនក៏ត្រូវស្វែងយល់ផងដែរថាកន្លែងជាពិសេសនីតិច្បាប់គួរតែចំណាយពេលខ្លះក្នុងការមើលព្រោះជីវភាពប្រចាំថ្ងៃរបស់គាត់គឺតាក់ទងនឹងច្បាប់បាទតាក់ទងច្បាប់អញ្ចឹងជាក្នុងនាមគណៈវិយើងអត់ចង់ឃើញប្រជាពលរដ្ឋរងគ្រោះហើយបានស្រែកឲ្យជួយជាវិធានការមួយគឺថាខាតពេលវេលាហើយគ្រោះថ្នាក់យើងចង់ឲ្យប្រជាពលរដ្ឋយល់អំពីច្បាប់នឹងឲ្យបានច្រើនគាត់អាចការពារខ្លួនឯងបានដោយវិស័យសុខភាពក៏អាចគឺយើងដឹងអំពីថែទាំខ្លួននឹងច្រើនគឺយើងអត់សូវឈឺយើងអត់មានខាតលុយទេណាអត់ខាតលុយហើយអត់ប៉ះពាល់ដល់ខ្លួនយើងវិស័យច្បាប់ដូចគ្នាការបង្ការគឺជាចំណែកមួយសំខាន់ក្នុងជីវិតរស់នៅរបស់យើងណាព្រោះយើងអញ្ចឹងសូមឲ្យប្រជាពលរដ្ឋនឹងយកចិត្តទុកដាក់កម្មវិធីច្បាប់របស់យើងជាពិសេសមើលនៅក្នុង website របស់គណៈវិតែងតែផ្សព្វផ្សាយច្បាប់នឹងជាយើងដោះស្រាយបញ្ហាធំមួយចំនួនដែលយើងមានវាគ្មិនបកែជំនាញក្នុងការផ្ដល់យោបល់ទៅលើបញ្ហារបស់បងប្អូននឹងសូមឲ្យតាមដានកម្មវិធីរបស់យើងហើយទន្ទឹមនឹងផងដែរបញ្ហាដោយសារច្បាប់របស់យើងមិនទាន់មានច្រើននៅឡើយសូមឲ្យប្រជាពលរដ្ឋកុំជឿរឿង
social media នឹងខ្លាំងពេកព័ត៌មានក្នុង media ហ្នឹងគឺអាចជាព័ត៌មានមួយដែលគេអាចច្នៃប្រឌិតបានច្រើនណាស់ដែលទាមទារឲ្យយើងចេះដឹងច្រើនបានអាចយកព័ត៌មានមកប្រើប្រាស់បានបាទហើយទន្ទឹមនឹងក៏សិលធម៌ផងដែរខ្ញុំឃើញថានៅក្នុងដោយសារយើងអត់យល់បញ្ហាច្បាប់យើងជេរគ្នាយើងប្រមាថគ្នាទៅតាម social media ហ្នឹងទៅដល់ពេលមានការប្តឹងផ្តល់ទៅជាប់គុកទៅយើងថាចាំមិនបានតឹងតែងម៉េះអញ្ចឹងហើយសូមឲ្យប្រជាពលរដ្ឋហ្នឹងគឺប្រើប្រាស់ media ឲ្យចំចំណុចគេមានជាវេទិកាក្នុងការជេរគ្នាវាយប្រហារគ្នាទេរឿងការជេរគ្នាវាយប្រហារគ្នា deal គ្នាឬក៏ផ្សព្វផ្សាយរឿងអាភិបមួយចំនួនគឺមិនមានជារឿងល្អទេមិនមានជាទីកន្លែងដែលយើងត្រូវធ្វើទេបាទនេះជាសំណងពររបស់ខ្ញុំសម្រាប់ប្រជាពលរដ្ឋទាំងអស់ហើយទន្ទឹមនឹងដោយសារពេលវេលានេះជាពេលវេលាមួយថាដែលប្រទេសរបស់យើងឬក៏ប្រជាពលរដ្ឋពិភពលោកហ្នឹងគឺថាជួបប្រទេសនឹងហានិភ័យដែរគឺកូវីដ -19 នេះអញ្ចឹងសូមឲ្យប្រជាពលរដ្ឋទាំងអស់ចេះថែទាំសុខភាពហើយប្រយ័ត្នការពារខ្លួនទាំងអស់គ្នាដើម្បីពេលដែលយើងមានសុខភាពល្អមេរោគនឹងមិនអាចចូលមកយើងបានទេអញ្ចឹងអត្រានៃការគ្រោះថ្នាក់នឹងមានតិចទេប៉ុន្តែផ្អែកទៅលើយើងផងដែរបើយើងថែទាំសុខភាពល្អគឺយើងមិនមានបញ្ហាទេសូមឲ្យប្រជាពលរដ្ឋកុំភ័យខ្លាំងពេកបាទចា៎យើងត្រូវបង្ការហ្នឹងគឺល្អជាងបាទសូមអរគុណចាអរគុណច្រើនឯកឧត្តមចាសូមអរគុណ